Konnichiwa អញ្ចឹងយើងចូលដល់ Henshu B ការអនុវត្ត B នៃមេរៀនទី11អញ្ចឹងដើម្បីដោះស្រាយលំហាត់នេះគឺងាយស្រួលទេទី1យើងមើលឧទាហរណ៍ដែលគេឲ្យអញ្ចឹងឧទាហរណ៍ដែលគេឲ្យមានដូចជាពាក្យ lingo បន្ទាប់មកគេមានសញ្ញាព្រួយមួយច្អល់ទៅខាងក្រោមហ្នឹងគឺគេឲ្យយើងមើលរូបភាពផងហើយឲ្យមើលសមាសកម្មដែលគេឲ្យផងអញ្ចឹងសមាសកម្មហ្នឹងវាមាន2គឺពាក្យ lingo ក៏ដូចជារូបភាពនេះអញ្ចឹងចេញពីរូបភាពហើយនឹងពាក្យហ្នឹងតើគេបង្កើតបានអីបន្ទាប់មកយើងមើលគំរូគេហើយយើងធ្វើពីលេខ1ដល់លេខ4ដោយ follow ទៅតាមគំរូហ្នឹងអញ្ចឹងយើងមើលគេមានពាក្យ lingo ហើយនឹងរូបភាពហ្នឹងគេបង្កើតថា lingo ga ikutsu arimasu ka តើមានចំនួនផ្លែប៉ោមប៉ុន្មានតើផ្លែប៉ោមមានចំនួនប៉ុន្មានអញ្ចឹងពាក្យថាខៈគឺតើ lingo ផ្លែប៉ោម arimasu មានikutsu ប៉ុន្មានអញ្ចឹងភាសាជប៉ុនកិរិយាសព្ទគឺនៅខាងក្រោយហើយអាពាក្យដែលសម្រាប់ចោទសួរថាតើហ្នឹងគឺនៅខាងក្រោយបំផុតប្រធាននៅខាងមុខតបមកកិរិយាសព្ទនៅខាងក្រោយហើយយើងមាន WH question ikutsu នេះគឺនៅពីខាងមុខកិរិយាសព្ទ arimasu នេះបន្ទាប់មកបើយើងមើលរូបភាពទៅគឺយើងឃើញថាផ្លែប៉ោមមានចំនួន3អញ្ចឹង3ចំនួន3កាលណាគេសួរ ikutsu ក៏យើងឆ្លើយទៅតាមទម្រង់សឹកដែរអញ្ចឹង3យើងហៅថា mitsu arimasu អញ្ចឹងមានចំនួន3ផ្លែបើមានចំនួន4ផ្លែ yotsu arimasu អញ្ចឹងមកអញ្ចឹងយើងមើលទៅតាមរូបភាពអញ្ចឹងមកដល់លំហាត់យើងលេខ1ដល់លេខ4យើង follow តាមគេយើងធ្វើតាមគេយកគំរូតាមឧទាហរណ៍ដែលគេឲ្យអញ្ចឹងពាក្យដែលយើងមានគឺពាក្យ isu ហើយយើងមើលរូបភាពទី1គឺយើងមានរូបកៅអីចំនួន1អញ្ចឹងដូចគ្នាដែរយើងបង្កើតបានថា isu ga ikutsu arimasu ka មានន័យថាតើមានកៅអីចំនួនប៉ុន្មាន isu ga ikutsu arimasu ka តើមានកៅអីចំនួនប៉ុន្មានអញ្ចឹងកៅអីយើងមាន1 hitotsu arimasu អញ្ចឹងពាក្យថា1ចំនួន1គឺ hitotsu បន្តមកទៀតលេខ2យើងមានពាក្យ tamago គេឲ្យមកហើយ tamago នៅក្នុងរូបភាពនេះគឺមានចំនួន4 tamago ហ្នឹងគឺសុទ្ធអញ្ចឹងយើងបង្កើតបានថា tamago ga ikutsu arimasu ka អញ្ចឹងយើងគ្រាន់តែជំនួសនាមដែលគេឲ្យមកនៅពីខាងមុខនេះនាមគេឲ្យ tamago យើងដាក់ tamago ហើយសំណួរនៅពីខាងក្រោយគឺដូចគ្នាទាំងអស់ ikutsu arimasu ka មានចំនួនប៉ុន្មានអញ្ចឹងដោយសារយើងមាន4 yotsu arimasu ដូចគ្នាដែរលេខ3យើងមានពាក្យ kabang ប្រែថាកតាឬក៏កាបូបហើយមានចំនួន2អញ្ចឹងដំបូងយើងបង្កើតប្រយោគសំណួរកន្លែងនាមនេះយើងជួសដោយពាក្យ kabang ga ikutsu arimasu ka ដោយសារមាន2ចឹង 2tsu arimasu ចុងក្រោយយើងមានពាក្យ heya គេឲ្យមកហើយបើយើងមើលតាមរូបភាពទៅគឺមាន1 2 3 4 5 6អញ្ចឹងបន្ទប់មាន6ទៅតាមរូបភាពប្លង់នេះយើងចោទសួរ heya ga ikutsu arimasu ka តើមានបន្ទប់ចំនួនប៉ុន្មានពាក្យថា ga នេះគឺជា particle ប្រើជាមួយនឹងទម្រង់ arimasu នេះថាមានឧទាហរណ៍ថា n ga arimasu គឺយើងមានទម្រង់បែបហ្នឹង n ga arimasu មានន័យថាមាន n ចឹងបើយើងមានបន្ទប់ heya ga arimasu មានបន្ទប់ដល់ពេលប្រយោគសំណួរ heya ga ikutsu arimasu មានបន្ទប់ចំនួនប៉ុន្មាន ikutsu ចំនួនប៉ុន្មានចឹងបន្ទប់យើង6ចឹង mitsu arimasu មានចំនួន6ចូលមកដល់លេខ2ដូចគ្នាដែរគឺយើងមើលរូបភាពហើយយើងមើលឧទាហរណ៍តបមកយើងធ្វើលំហាត់ពីលេខ1ដល់លេខ4ចឹងគេឲ្យពាក្យ terebi យើងមានពាក្យ terebi ហើយក្នុងឧទាហរណ៍មានរូបភាពនេះគឺ terebi ដែរ terebi ហ្នឹងគឺទូរទស្សន៍ចេញពីពាក្យហ្នឹងគេបង្កើតបានជាសំណួរអី terebi ga nandai arimasu ka ចឹងមានពាក្យមួយហ្នឹងគេបង្កើតជាសំណួរថាតើវាមានចំនួនប៉ុន្មាន
ចឹងកន្លែងនេះយើងបកថាតើទូរទស្សន៍មានចំនួនប៉ុន្មានគ្រឿងដៃហ្នឹងគឺຂະຫນាតរបស់គ្រឿងយើងហៅថាគ្រឿងដៃនឹងស្មើនឹងគ្រឿងចឹងបើយើងមើលរូបភាពក្នុងឧទាហរណ៍ហ្នឹងគឺ nidai arimas មានចំនួន2គ្រឿងបើយើងមាន3 sandai arimas ចឹងទៅចឹងដៃហ្នឹងមានន័យថាគ្រឿងគឺជាຂະຫນាតសម្គាល់ម៉ាស៊ីនឧបករណ៍ទូរទស្សន៍ទូរស័ព្ទឯហ្នឹងមើលឧទាហរណ៍លេខ2លេខ2យើងមានពាក្យសត្វសឹកហើយក៏ដូចជារូបភាពនេះអាវដៃវែងចឹងយើងបង្កើតបានសំណួរអី Satsuga nanmai arimasu ka តើមានអាវចំនួនប៉ុន្មាន nanmai មានន័យថាចំនួនប៉ុន្មានសម្រាប់អាវគេប្រើຂະຫນាត mai ភាសាជប៉ុនបើយើងបកទៅសន្លឹកឬក៏បន្ទះចឹងដោយសារគេគិតថាអាវវារបស់ដែលស្ដើងចឹងគេប្រើຂະຫນាត mai ប៉ុន្តែពេលដែលយើងបកប្រែមកយើងមិនបាច់បកប្រែថាសន្លឹកទេព្រោះខ្មែរយើងអត់ប្រើពាក្យសន្លឹកជាមួយអាវទេចឹងយើងបកថាតើមានអាវចំនួនប៉ុន្មានធម្មតាប៉ុណ្ណឹងចឹងបើមាន1 ichimai arimasu មានចំនួន1ចឹងឧទាហរណ៍ទី1ទី2គេឲ្យពាក្យមកឲ្យយើងចេះសួរចំនួនប៉ុន្មានហើយយើងចេះប្រើຂະຫນាតពាក្យដែលសម្គាល់ຂະຫນាតនេះចឹងចូលដល់លំហាត់យើងគឺលេខ1គេឲ្យពាក្យ CD ហើយរូបភាពនៅក្នុងលេខ1នេះគឺរូប CD ដែរហើយ CD ហ្នឹងទាំងអស់មានចំនួន5ចឹងយើងបង្កើតបានជាប្រយោគសំណួរតើ CD មានចំនួនប៉ុន្មាន CD ga nanmai arimasu ka តើ CD មានចំនួនប៉ុន្មានបន្ទះតែថា CD ជារបស់ដែលស្ដាប់ចឹងយើងប្រើຂະຫນាត mai ដែរចឹងក្នុងរូបភាពនេះមានចំនួន5 go mai arimasu មានចំនួន5ការជីនេះគឺ mai លេខ2យើងមានពាក្យ computer តែ computer ហើយរូបភាពក្នុងរូបភាពនេះមានចំនួន3គ្រឿងអញ្ចឹងយើងបង្កើតបានជាប្រយោគសំណួរ computer ga nandai arimasu ka តើមានកុំព្យូទ័រចំនួនប៉ុន្មានគ្រឿង nandai គឺប៉ុន្មានគ្រឿងកាលណាយើងស្គាល់ຂະຫນាតហើយយើងយកពាក្យ nan បូកជាមួយនឹង counter suffix ឬក៏យើងហៅថាຂະຫນាតហ្នឹង nandai nanmai អញ្ចឹងទៅកាលលេខ1យើងអត់ស្គាល់ຂະຫນាតចឹងយើងប្រើពាក្យ ikutsu ហើយកាលណាគេសួរ ikutsu យើងក៏ឆ្លើយទម្រង់ tsu ដែរចឹងកាលណាយើងស្គាល់ຂະຫນាតហើយយើងប្រើទម្រង់ nan បូកជាមួយនឹងຂະຫນាតហ្នឹងមក nandai nanmai ចឹងក្នុងរូបភាពយើងមាន3គ្រឿងចឹង sandai arimasu មានចំនួន3គ្រឿងលេខ3នេះភាសាជប៉ុនគេហៅថា futo ប្រែថាស្រោមសម្បុត្រអូខេចឹង futo ga nanmai arimasu ka ស្រោមសម្បុត្រដោយសារវាស្ដើងណាស់គេប្រើຂະຫນាត mai ដូចគ្នា nanmai arimasu ka ដោយសារតែវាមានតែមួយសន្លឹក ichimai arimasu មានមួយសន្លឹកចឹងវាមានតែមួយសន្លឹកទេរូបភាពនេះគឺសម្គាល់របស់ដែលយើងដាក់ចូលទៅក្នុងសំសម្បត្តិនេះគេហៅថា hagaki postcard លេខ4មានពាក្យគឺម៉ាក់ហើយមានចំនួន5គ្រឿងអញ្ចឹងដំបូងយើងបង្កើតសំណួរគឺ maga nandai arimasu ka nandai អញ្ចឹងតើតើជាមួយនឹងរថយន្តក៏យើងប្រើຂະຫນាតដៃដែរចម្លើយរបស់យើងគឺ godai arimasu មានចំនួន5គ្រឿង go 5ដៃគ្រឿង godai arimasu បន្ទាប់ទៀតយើងចូលដល់ចំណុចលេខ3ដូចគ្នាដែរយើងមើលរូបភាពខាងក្រោមសញ្ញាព្រឹងគេចូលមកខាងក្រោមយើងយករូបភាពខាងក្រោមយោងហើយនឹងយកពាក្យឬក៏ clear ដែលគេឲ្យនេះជាសម្រាប់អញ្ចឹងយើងមើលឧទាហរណ៍ដែលគេដាក់មកយើងមានពាក្យ kaimasu ហើយក៏មានរូបភាពនេះដែរអញ្ចឹងរូបភាពនេះគឺ hagaki អញ្ចឹងលើកនេះគេឲ្យកិរិយាសព្ទមកអញ្ចឹងយើងមើលរូបភាពហ្នឹងយើងត្រូវស្គាល់ថារូបភាពហ្នឹងភាសាជប៉ុនគេហៅថាអីអញ្ចឹងរូបភាពនេះគឺ hagaki អញ្ចឹងគេបង្កើតបានជា hagaki o nanmai kaimashita ka ហើយគេប្រើទម្រង់សំណួរបែបអតីតកាលទម្រង់ mashita kaimashita តើអ្នកបានទិញ postcard ចំនួនប៉ុន្មានសន្លឹកតើអ្នកបានទិញ postcard ចំនួនប៉ុន្មានសន្លឹក
ចឹងយើងរាប់មកឃើញ10ស្លឹកជាម៉ៃខៃម៉ាស្តាខ្ញុំបានទិញចំនួន10ស្លឹកចូលដល់លំហាត់លេខ1របស់យើងមានពាក្យ torimas ប្រហែលតែថតហើយលេខ1នេះគឺរូបភាពនេះសម្គាល់រូបថតអញ្ចឹងប្រកាសជាថតរូបហើយអញ្ចឹងពាក្យថារូបថតអីគេចម្លើយពាក្យថារូបថតគឺ sashin រូបថតអញ្ចឹងយើង follow សំណួរគេមកគឺសំណួរប្រកាសជាសួរថាតើអ្នកបានថតរូបចំនួនប៉ុន្មានសន្លឹកហើយអញ្ចឹងយើងប្រើកិរិយាសព្ទដែលគេឲ្យយើងមើលរូបភាពនេះជារូបភាពតំណាងគេហើយយើងមើលកិរិយាសព្ទទៅគឺយើងបង្កើតបានជាប្រយោគយ៉ាងណាឲ្យសមជាមួយនឹងកិរិយាសព្ទនិងពាក្យដែលគេឲ្យហើយ follow clear នៅក្នុងឧទាហរណ៍គំរូនេះអញ្ចឹងលេខ1របស់យើងគឺតើអ្នកថតរូបបានប៉ុន្មានសន្លឹក Sashin o nanmai torimasu ka តើអ្នកបានថតរូបចំនួនប៉ុន្មានសន្លឹកពាក្យថាថតរូបគឺ Sashin o torimasu តើបានថតរូប Sashin o torimashita ពេលជាប្រយោគសំណួរ Sashin o torimashita ka ពេលដែលយើងសួរថាបានថតចំនួនប៉ុន្មានសន្លឹកថែម WA question មួយទៀតគឺ nanmai អញ្ចឹងយើងមើលមកគឺមានចំនួន5សន្លឹក Gomai torimashita ខ្ញុំបានថតចំនួន5សន្លឹកយើងអាចកាត់បានកន្លែងនេះយើងចង់និយាយពេញគឺ Sashin o Gomai torimashita ខ្ញុំបានថតរូបចំនួន5សន្លឹកតែដោយសារគេអត់ចង់ repeat កាត់ខ្លីៗអញ្ចឹងលេខ2នេះគឺកង់មានពាក្យទិញហើយក៏មានរូបភាពសម្គាល់កង់អញ្ចឹងតើអ្នកបានទិញកង់ប៉ុន្មានគ្រឿងកង់យើងប្រើជាមួយនឹងຂະຫນາດគ្រឿង Jitensha o nandai kaimashita ka Jitensha o nandai kaimashita ka កុំភ្លេចថាយើងត្រូវប្រើទម្រង់អតីតកាលដោយសារគំរូគេគឺគេប្រើទម្រង់អតីតកាលតើអ្នកបានទិញកង់ចំនួនប៉ុន្មានគ្រឿងយើងមើលមកគឺ nidai kaimashita ខ្ញុំបានទិញចំនួន2គ្រឿងតមកលេខ3រូបភាពនេះគឺមីកាន់ក្រូចអញ្ចឹងបើយើងមើលមករូបភាពដែល sensei ភ្ជាប់នេះមកគឺមីកាន់ហ្នឹងគឺរូបបែបនេះគឺក្រូចខ្វិចក្រូចក្រហមអញ្ចឹងប្រកាសជាសួរថាតើអ្នកបានញ៉ាំដោយសារយើងមានកិរិយាសព្ទញ៉ាំតើអ្នកបានញ៉ាំក្រូចចំនួនប៉ុន្មានផ្លែអញ្ចឹងជាភាសាជប៉ុនគឺមីកាន់អូអ៊ីគឹតสึនៅកន្លែងនេះដោយសារតែក្រូចវាអត់មានຂະຫນາດរបស់វាទេអញ្ចឹងយើងប្រើពាក្យអ៊ីគឹតสึនៅពេលដែលវាអត់មានຂະຫນາດគឺយើងប្រើទម្រង់អ៊ីគឹតสึមីកាណូអ៊ីគឹតสึថាវេម៉ាស្តាកាតើអ្នកបានញ៉ាំក្រូចចំនួនប៉ុន្មានផ្លែភាសាយើងមានពាក្យផ្លែតែសម្រាប់ភាសាជប៉ុនយើងប្រើពាក្យអ៊ីគឹតสึដើម្បីចោទសួរពីចំនួនចម្លើយគឺមាន5ផ្លែគឺយើងមើលរូបភាពនេះចំនួន5គឺ itsutsu 5អញ្ចឹង itsutsu ថាបេម៉ាស្តាខ្ញុំបានញ៉ាំចំនួន5ផ្លែគឺទម្រង់អតីតកាលចុងក្រោយយើងមានប្រអប់រូបភាពនេះប្រអប់ឬក៏អីវ៉ាន់តែ sensei ប្រើពាក្យប្រអប់អញ្ចឹងយើងមានកិរិយាសព្ទគឺ okurimasu ផ្ញើអញ្ចឹងប្រកាសជាគេសួរថាតើអ្នកបានផ្ញើប្រអប់នេះចំនួនប៉ុន្មានប្រអប់ហើយកេះហើយអញ្ចឹងសំណួរហ្នឹងយើងអាចបង្កើតបានថា Hakko o ikutsu okurimashita ka Hakko o ikutsu okurimashita ka តើអ្នកបានផ្ញើអីវ៉ាន់ឬក៏ប្រអប់ sorry កន្លែងនេះគឺ sensei ប្រើពាក្យប្រអប់តើអ្នកបានផ្ញើប្រអប់ចំនួនប៉ុន្មាន ikutsu អូខេចឹងដោយសារយើងសួរតំង ikutsu យើងឆ្លើយក៏តំងสึដែរចឹង9ភាសាជប៉ុនគឺ kokonotsu ចំនួន9គឺ kokonotsu okurimashita ខ្ញុំបានផ្ញើចំនួន9ចឹងលំហាត់លេខ3យើងក៏ចប់ត្រឹមនឹងដែរលំហាត់លេខ3 Venture B តមកយើងចូលលំហាត់លេខ4ប៉ុន្តែលំហាត់លេខ4ចាំវីដេអូក្រោយអូខេ arigatou gozaimasu お疲れ様です